ជំរាបសួរបងប្អូននិងប្រិយមិត្តអូខេថ្ងៃនេះខ្ញុំសូមមកឆ្លើយតបទៅនឹងសំណួររបស់ប្រិយមិត្តដែលសួរថាតើកម្ពុជាអាចយកដីពីថៃវិញបានដែរឬទេអូខេមុននឹងជប់ឆ្លើយសំណួរនេះតាមពិតខ្លីទេងាយឆ្លើយទេប៉ុន្តែខ្ញុំសូមឲ្យបងប្អូនវិភាគបន្តិចសិនមុននឹងយើងឆ្លើយពីរឿងកម្ពុជាខ្ញុំឲ្យបងប្អូនវិភាគទៅរឿងប្រទេសអ៊ុយក្រែនបន្តិចណាព្រោះយើងមើលទៅស្ថានភាពវាស្តៀងគ្នាព្រោះអ៊ុយក្រែនគាត់ជាប្រទេសខ្សោយកម្ពុជាក៏ជាប្រទេសខ្សោយហើយគាត់នៅជិតមហាអំណាចមួយគឺរុស្ស៊ីមហាអំណាចលេខ2នៃពិភពលោកហើយយើងនៅជិតថៃក៏យើងចាត់ទុកថាជាមហាអំណាចនៃអាស៊ានមួយដែរណាក្នុងចំណោមហ្នឹងអញ្ចឹងយើងវិភាគមើលថាទឹកដីរបស់អ៊ុយក្រែនគឺនៅក្នុងឆ្នាំ2014គឺគាត់បានបាត់បង់ទឹកដីមួយចំណែកគឺប្រហែលជា20% នៃទឹកដីរបស់គាត់គឺនៅតំបន់គ្រីមៀទាំងមូលទៅបាត់បង់ទៅឲ្យប្រទេសរុស្ស៊ីតាមរយៈការធ្វើប្រជាមតិមួយហើយដែលគ្រប់គ្រងនឹងចុះហត្ថលេខាប្រគល់ទឹកដីនេះដោយលោកប្រធានាធិបតីមុនឈ្មោះវិកតូឆាណាកូវិចណាលោកហ្នឹងគឺបើយើងគិតទៅហៅក្បត់ជាតិហ្នឹងព្រោះគាត់កាត់ទឹកដីនឹងឲ្យគេព្រោះគាត់ជាអាយ៉ងរបស់រុស្ស៊ីណាឥឡូវបន្ទាប់មកទៀតនៅក្នុងឆ្នាំ2022គឺរុស្ស៊ីបានឈ្លានពានម្ដងទៀតគាត់អត់អស់ចិត្តទេណាអញ្ចឹងខ្ញុំសូមជម្រាបសារជាតិរបស់ប្រទេសខ្លាំងណាស់បងប្អូនទិប្រទេសណាដូចប្រទេសណាដែរយើងមិននិយាយថារឿងថៃទេប្រទេសណាក៏ដោយវៀតណាមក៏ដោយពីណាក៏ដោយឲ្យតែខ្លាំងជាងអាចិត្តខាងហ្នឹងគឺតែងតែបំពេញអញ្ចឹងហើយណាប៉ុន្តែសំខាន់ថាតើយើងទប់បានប៉ុណ្ណាណាហើយឆ្នាំ2022គាត់បានឈ្លានពានមកម្ដងទៀតហើយប្រធានាធិបតីVladimir Putin នៃប្រទេសរុស្ស៊ីគាត់បានសន្យាថាតែ22ម៉ោងទេសំទោស72ម៉ោងទេគាត់យកទីក្រុងគៀវឲ្យបានហើយគាត់ដូររបបរបស់លោកប្រធានាធិបតី Volodymyr Zelensky ចេញហើយគាត់ដាក់របបអាយ៉ងគាត់ដូចពីមុនអញ្ចឹងដើម្បីកាត់ទឹកដីភាគខាងកើតនៅតំបន់ដុនបាសតំបន់អីហ្នឹងយកទៅឲ្យគាត់ម្ដងទៀតណាប៉ុន្តែផែនការនេះត្រូវបរាជ័យពីឆ្នាំ2022មកដល់ឆ្នាំ2026នេះគឺឈានចូល5ឆ្នាំហើយដូច្នេះរុស្ស៊ីធ្វើអីអ៊ុយក្រែនអត់បានមិនត្រឹមតែធ្វើមិនបានទេរុស្ស៊ីបាត់បង់ទាហានរហូតដល់ជិត1លាននាក់ឯងរហូតដល់ពេលនេះណាអានឹងយើងអត់គិតទៅដល់សេដ្ឋកិច្ចយើងអត់គិតទៅដល់សម្ភារៈសឹកយើងអត់គិតដល់អីផ្សេងៗទេគ្រាន់តែកម្លាំងមនុស្សមួយគឺបាត់បង់ប្រមាណហើយយកទឹកដីនឹងអត់បានឥឡូវមិនត្រឹមតែយកមិនបានទេគឺទឹកដីគ្រីមៀដែលបាត់បង់កាលពីឆ្នាំ2014នោះគឺអ៊ុយក្រែនអាចនឹងយកបានមកវិញនៅអំឡុងខែកញ្ញាខាងមុខនេះអានេះបើតាមការវិភាគរបស់អ្នកជំនាញការអន្តរជាតិអាហ្នឹងណាសួរថាហេតុអីបានជាអ៊ុយក្រែនទប់បានណាតើគាត់ទៅអង្វររុស្ស៊ីថាកុំឲ្យឈ្លានពានគាត់ឬយ៉ាងម៉េចតើប្រជាពលរដ្ឋពួករុស្ស៊ីហ្នឹងប្រជាពលរដ្ឋអ៊ុយក្រែនហ្នឹងពហិការមិនទទួលទានមិនប្រើប្រាស់ទំនិញរបស់រុស្ស៊ីឬយ៉ាងណាតើប្រជាពលរដ្ឋរបស់អ៊ុយក្រែនហ្នឹងគាត់បានជេរប្រមាថជេរបតិចទៅលើពលរដ្ឋឬក៏ទៅលើមីដឹកនាំរុស្ស៊ីឬយ៉ាងម៉េចមានមិនអត់ទេណាការរិះគន់បតិចបន្តួចមានយើងមានឃើញក្នុងបណ្ដាញសង្គមឯមានការរិះគន់ការអីដែរប៉ុន្តែវាមិនច្រើនដូចយើងហើយនឹងថៃទេណាហើយអត់មានការពហិការទំនិញអត់មានអីទេណាអញ្ចឹងយើងឃើញកត្តាខ្លាំងគឺមិនមែនទៅលើរឿងអង្វររឿងការប្តឹងផ្ដាល់គ្នាដោយខ្លួនឯងជាម្ចាស់ប្រទេសនឹងអត់មានធ្វើកិច្ចការអីទេណាគឺរុស្ស៊ីគឺប្រទេសអ៊ុយក្រែនប្រធានាធិបតី Vladimir Zelensky គាត់បានប្រឹងប្រែងដោយខ្លួនឯងទាំងការពិវត្តសេដ្ឋកិច្ចការឯកភាពជាតិផ្ទៃក្នុងណាតាមពង្រឹងវិស័យយោធាតាមរយៈការតាក់ទាញវិនិយោគឲ្យមកការអភិវឌ្ឍវិស័យឧស្សាហកម្មយោធានៅទឹកដីរបស់គាត់ណាឲ្យមានវិនិយោគច្រើនឲ្យមានបច្ចេកវិទ្យាឥឡូវនេះកងទ័ពរុស្ស៊ីកងទ័ពអ៊ុយក្រែនថ្លៃទៅជាកងទ័ពដ៏ខ្លាំងមួយជាពិសេសកងទ័ពដ្រូនណាឥឡូវនេះបច្ចេកវិទ្យាដ្រូនរបស់ប្រទេសអ៊ុយក្រែនថ្លៃទៅជាបច្ចេកវិទ្យានាំមុខគេនៅក្នុងចំណោមបច្ចេកវិទ្យាដ្រូននៃពិភពលោកណាអញ្ចឹងគាត់បានលេខ1
ដូច្នេះអានេះហៅកតាខាងក្នុងកតាខាងក្រៅគឺគាត់គឺមានការជួយជ្រោមជ្រែងណាពីសម្ព័ន្ធមិត្តពីមុនកាលពីសម័យប្រធានាធិបតីโจ Biden បានទទួលជំនួយយោធាអីច្រើនប៉ុន្តែក្រោយពីនឹងមកខាងលោកត្រាំឡើងមកនេះគឺមានន័យថាគាត់ផ្ដាច់ជំនួយប៉ុន្តែអ៊ុយក្រែននៅតែអាចរស់បានតាមរយៈកិច្ចការទូតរបស់គាត់ទៅទំនាក់ទំនងនៅសម្ព័ន្ធមិត្តនៅអឺរ៉ុបដើម្បីជួយនៅក្នុងការវិវត្តវិស័យយោធារបស់គាត់ឲ្យคล้ายទៅយោធាខ្លាំងដែលអាចទប់ទល់ជាមួយនឹងមហាអំណាចយោធាទី2នៃពិភពលោកបាននេះណាអញ្ចឹងខ្ញុំសូមជម្រាបខ្លីណាគឺមានកត្តាពីរថាតើគាត់ខ្លាំងដោយសារអីទី1គឺគាត់មានឯកភាពជាតិទី2គាត់ពង្រឹងសមត្ថភាពដោយខ្លួនឯងដោយមិនពឹងគេទាំងស្រុងព្រោះទ្រឹស្ដីសុភាសិតគេថាយើងជួយខ្លួនឯងទេវតាជួយអង្គរឥឡូវប្រជាពលរដ្ឋឬរដ្ឋាភិបាលប្រទេសអ៊ុយក្រែនគាត់ខំប្រឹងខ្លួនឯងណាគាត់ខំប្រឹងការពារទប់ទល់នៅឥទ្ធិពលរបស់រុស្ស៊ីក្នុងរយៈពេល5ឆ្នាំឥឡូវមិនត្រឹមតែសង្ឃឹមថាយកអាទឹកដីគ្រីមៀបានមកវិញទេឥឡូវនេះកងទ័ពអ៊ុយក្រែនមានសមត្ថភាពវាយចូលទឹកដីជ្រៅនៃប្រទេសរុស្ស៊ីវិញរហូតទៅដល់បញ្ជាដ្រូនទៅបាញ់ចូលទឹកដីទីក្រុងម៉ូស្គូចូលស្អីជាដើមហ្នឹងអញ្ចឹងខ្ញុំសូមសង្ខេបខ្លីប៉ុណ្ណឹងទេខ្ញុំត្រឡប់មករឿងកម្ពុជាវិញណាតើកម្ពុជារំពឹងយកទឹកដីយើងនឹងតាមរយៈការបន់ស្រន់សូមឲ្យថៃឈប់តាមរយៈអង្វរបរទេសឲ្យជួយហើយនៅពេលដែលខ្លួនឯងអត់ធ្វើអីសោះហើយសេដ្ឋកិច្ចរបស់យើងវាយ៉ាងម៉េចកងទ័ពយើងវាយ៉ាងម៉េចណាការឯកភាពផ្នែកនយោបាយផ្ទៃក្នុងយ៉ាងម៉េចការ